ព្រះវរបិតាឋានសួគ៌ស្រឡាញ់លោកអ្នកណាស់ទ្រង់ចង់ប្រទានពរលោកអ្នកប្រទានប្រេងតាំងហើយប្រើលោកអ្នកជាព្រះពរដល់ប្រជាជាតិសូមទ្រង់ដាក់ព្រះហស្ថលើលោកអ្នកប្រទានព្រះគុណដល់លោកអ្នកកម្លាំងអំណរនិងប្រាជ្ញាជាបរិបូរណ៍សូមភ្លើងនៃព្រះយាងមកហើយបញ្ឆេះបញ្ឈួលនៅក្នុងជីវិតលោកអ្នកហើយប្រើលោកអ្នកដើម្បីប៉ះពាល់ដល់ជីវិតជាច្រើននៅក្នុងពិភពលោកនេះសូមឋានសួគ៌បើកចំហហើយបង្ហូរហត្ថិសពរបស់ព្រះព្រះពររបស់ព្រះអង្គមកក្នុងជីវិតលោកអ្នកសូមព្រះម្ចាស់ប្រើលោកអ្នកដើម្បីផ្ទុកនៅភ្លើងដ៏ឆេះឆួលរបស់ព្រះទៅកាន់មនុស្សឯទៀតដើម្បីរំដោះអ្នកដែលជាប់ជាឆ្លើយឲ្យមានសេរីភាពប្រោះជំងឺឲ្យបានជាប្រកាសដំណឹងល្អហើយបង្កើតសត្វសង់ព្រះរាជរបស់ព្រះសូមព្រះគុណរបស់ព្រះធ្វើការក្នុងជីវិតហើយឲ្យលោកអ្នកមានផលផ្លែដែលលោកអ្នកនឹងមានរង្វាន់ជាច្រើននៅឋានសួគ៌សូមព្រះម្ចាស់ទទួលសេរីរុងរឿងតាមរយៈជីវិតលោកអ្នកអរគុណលោកអ្នកដែលចូលមកក្នុងស្ដីបង្រៀននេះហើយរៀនព្រះបន្ទូលព្រះឈុតមេរៀននេះឈ្មោះការសង់គ្រឹះដែលរឹងមាំហើយខ្ញុំសូមអធិដ្ឋានឲ្យលោកអ្នកយល់អំពីគ្រឹះជាជីវិតរបស់សត្វឲ្យបានរឹងមាំដើម្បីឲ្យលោកអ្នកបានសង់ជីវិតនៅលើគ្រឹះដ៏ល្អហើយរឹងមាំខ្ញុំបានបង្រៀន6មេរៀនរួចមកហើយយើងបាននិយាយអំពីការប្រែចិត្តអំពីការចំណាយពេលជាមួយព្រះហើយនឹងការជាច្រើនដែលអាចរៀនបាននៅក្នុងមេរៀនមុននៅក្នុងមេរៀនទី7នេះខ្ញុំចង់និយាយអំពីការស្គាល់ព្រះរបស់លោកអ្នកស្គាល់ព្រះបិតាឋានសួគ៌របស់លោកអ្នកសូមយើងអធិដ្ឋានព្រះម្ចាស់យើងខ្ញុំអរព្រះគុណទ្រង់ណាស់ដែលព្រះអង្គបង្រៀនយើងខ្ញុំនៅថ្ងៃនេះដោយព្រះវិញ្ញាណរបស់ព្រះអង្គយើងខ្ញុំស្រេកឃ្លានចង់បានការរបស់ព្រះហើយយើងខ្ញុំជឿថានៅពេលយើងស្រេកឃ្លានហើយសង្វាតចូលទៅក្នុងសេចក្តីបង្រៀនរបស់ទ្រង់យើងនឹងទទួលបានអាហារខាងវិញ្ញាណហើយទ្រង់នឹងបើកភ្នែកខាងវិញ្ញាណយើងខ្ញុំបំភ្លឺគំនិតយើងខ្ញុំដើម្បីឲ្យយល់សេចក្តីពិតសូមទ្រង់ជួយយើងខ្ញុំដែលមិនត្រឹមតែការរៀនពីការនេះប៉ុណ្ណោះតែសូមឲ្យយើងបានសង់ទំនាក់ទំនងជាមួយទ្រង់យើងអរព្រះគុណព្រះអង្គក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទជានាមដ៏អស្ចារ្យអាមែនជារឿងសំខាន់ណាស់ក្នុងការស្គាល់ព្រះរបស់យើងក្រោយពីលោកអ្នកបានកើតជាថ្មីលោកអ្នកចូលទៅក្នុងទំនាក់ទំនងមួយដ៏សំខាន់ហើយមានប្រជាស្ដារបំផុតជាមួយនឹងព្រះដ៏មានគ្រប់ប្រជាស្ដារជាព្រះអធិការនៃចក្រវាឡនេះទ្រង់ជាព្រះបិតាលោកអ្នកគ្រីស្ទបរិស័ទមិនមែនជារឿងកាន់តាមសាសនានោះទេតែជាទំនាក់ទំនងជាមួយព្រះបិតាឋានសួគ៌របស់យើងដើម្បីឲ្យមានទំនាក់ទំនងល្អយើងត្រូវស្គាល់ព្រះអង្គព្រះអង្គស្គាល់យើងហើយសពគ្រប់ទាំងអស់ព្រះអង្គស្គាល់យើងតាំងពីមុនយើងកើតម្កម្លេះតែយើងត្រូវការឲ្យស្គាល់ព្រះអង្គឲ្យកាន់តែច្រើនឡើងរាល់ថ្ងៃព្រះគម្ពីរចែងថាអស់អ្នកដែលស្គាល់ព្រះម្ចាស់ជាព្រះរបស់ខ្លួនគេនឹងសង្វាតចង់បានទ្រង់បើយើងកាន់តែស្គាល់ព្រះជីវិតរបស់យើងក៏កាន់តែប្រសើរឡើងកាន់តែមានជោគជ័យកាន់តែរឹងមាំចូលទៅដល់កម្រិតកាន់តែខ្ពស់នៅក្នុងដំណើរជាគ្រិស្តបរិស័ទព្រះបិតាឋានសួគ៌ស្រឡាញ់យើងខ្លាំងណាស់ដោយហេតុនោះបានជាទ្រង់ចាត់ព្រះបុត្រាទ្រង់ព្រះយេស៊ូវគ្រីស្ទដើម្បីបង់ថ្លៃជំនួសអំពើបាបរបស់យើងហើយទ្រង់ចង់ឲ្យពរយើងផែនការដ៏អស្ចារ្យរបស់ព្រះបិតាឋានសួគ៌គឺព្រះអង្គចង់ឲ្យមនុស្សជាតិមានទំនាក់ទំនងជាមួយទ្រង់បានទទួលព្រះពរដើម្បីដើរជាមួយទ្រង់នៅក្នុងទំនាក់ទំនងដែលជិតស្និទ្ធពេលព្រះបង្កើតអាដាមនិងអេវ៉ាព្រះបន្ទូលដំបូងដែលព្រះបិតាមានបន្ទូលទៅកាន់ពួកគាត់គឺយើងឲ្យពរឯងចូលឲ្យមានកូនចៅចម្រើនឡើងហើយគ្របលើផែនដីទាំងមូលដោយហេតុនេះបានជាការស្គាល់ព្រះរបស់យើងជារឿងដ៏សំខាន់ទ្រង់ចង់ឲ្យពរយើងចង់ចម្រើនកម្លាំងដល់យើងយកផាតិទុកដាក់ដល់យើង
ដឹកនាំយើងនាំយើងបង្រៀនយើងបង្ហាត់យើងហើយព្រះអង្គចង់ឲ្យយើងពេញវ័យឡើងដូច្នេះហើយបានជានៅក្នុងមេរៀននេះលោកអ្នកនឹងរៀនឲ្យដឹងថាទ្រង់ជានរណានិងរបៀបដែលយើងមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គហើយយើងអាចទទួលបានព្រះចេស្តារបស់ទ្រង់ព្រះគុណនិងការប្រកបដោយគុណហើយយើងនឹងបានពរដើម្បីឲ្យយើងបានថ្វាយព្រះពរដល់ទ្រង់វិញហើយនឹងឲ្យពរមនុស្សដែលនៅជុំវិញយើងដោយហេតុនេះហើយបានជាមេរៀននេះសំខាន់ណាស់ខ្ញុំចង់លើកទឹកចិត្តលោកអ្នកដែលស្ដាប់សេចក្តីបង្រៀននេះដើម្បីឲ្យបានចម្រើនលូតលាស់ខាងវិញ្ញាណនៅក្នុងទំនាក់ទំនងជាមួយព្រះដើម្បីឲ្យពេលវេលាទៅមុខទៀតទំនាក់ទំនងរបស់លោកអ្នកជាមួយព្រះកាន់តែរឹងមាំកាន់តែជ្រាលជ្រៅឆ្នាំនេះខ្ញុំស្គាល់ព្រះរបស់ខ្ញុំប្រសើរជាងកាលពី10ឆ្នាំមុនទំនាក់ទំនងរបស់ខ្ញុំជាមួយទ្រង់កាន់តែជ្រៅឡើងកាន់តែគៀកកាត់ជាងពី5ឆ្នាំមុន20ឆ្នាំមុនខ្ញុំអាចឮសំឡេងទ្រង់ក្នុងវិញ្ញាណខ្ញុំអាចដឹងពីការរំលឹករបស់ទ្រង់ការបង្ហាញផ្លូវនិងអ្វីៗទាំងអស់ខ្ញុំយល់ថាទ្រង់ជានរណាខ្ញុំចេះធ្វើឲ្យទ្រង់គប់ហត្ថីចេះស្ដាប់បង្គាប់ទ្រង់ប្រសើរជាងបណ្ដាឆ្នាំជាច្រើនកន្លងមកខ្ញុំចង់និយាយអំពីព្រះរបស់យើងថាព្រះរបស់យើងគឺជាព្រះតែមួយព្រះអង្គឯងដែលមានតែព្រះមួយប៉ុណ្ណោះមិនមែនព្រះច្រើនទេយ៉ាងណាក៏ដោយនៅក្នុងព្រះគម្ពីរព្រះតែមួយមាន3អង្គដែលជាព្រះតែមួយដោយហេតុនេះបានជាព្រះហៅអង្គទ្រង់ក្នុងព្រះគម្ពីរទ្រង់មានបន្ទូលថាយើងគឺជាពាក្យយើងវាក្យសព្ទដែលប្រើពាក្យថា3អង្គថាជាព្រះតែមួយគឺជាពាក្យត្រីឯកតជើងរស្រអីឯពេញតួនិងអក្សរកត្រីឯកព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធពេលលោកអ្នកអានបទគម្ពីរតាំងពីគម្ពីរលោកុបាទរហូតមកដល់គម្ពីរវិវរណៈលោកអ្នកឃើញអង្គទាំង3នេះជាព្រះតែមួយមិនមែនជាអង្គបុគ្គលមួយតែមានព្រះចេស្តាតែមួយទាំង3ជាព្រះអង្គតែមួយគម្ពីរលោកុបាទជំពូក1និយាយពីព្រះបានបង្កើតផ្ទៃមេឃនិងផែនដីហើយព្រះដែលជាព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទាំង3នេះបានបង្កើតផែនដីនិងចក្រវាឡនេះព្រះវរបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់នៅអស់កលគ្មានទីចាប់ផ្ដើមនិងគ្មានទីបញ្ចប់ប៉ុន្តែផែនដីនិងមនុស្សជាតិមានទីចាប់ផ្ដើមលោកុបាទជំពូក1ខ1ដល់ខ2កាលដើមដំបូងព្រះបានបង្កើតផ្ទៃមេឃនិងផែនដីគ្មានរូបរាងនៅទទេមានតែភាពងងឹតនៅគ្របលើជម្រៅទឹកហើយព្រះវិញ្ញាណរបស់ព្រះក៏រេរាពីលើផ្ទៃទឹកបទគម្ពីរនេះនិយាយអំពីព្រះបិតានិងព្រះវិញ្ញាណនៃព្រះគឺតួអង្គ2នៃព្រះបានបង្កើតផ្ទៃមេឃនិងផែនដីរួមគ្នាសូមមើលទៅបទគម្ពីរមួយទៀតកូឡូសជំពូក1ខ15ដល់ខ16ក៏និយាយពីកំណើតពិភពលោកដែរព្រះអង្គជារូបអង្គព្រះដែលមើលមិនឃើញមានន័យថាព្រះយេស៊ូវជាកូនច្បងនៃអ្វីៗទាំងអស់ដែលព្រះបានបង្កើតមកត្បិតគឺព្រះអង្គហើយគឺព្រះយេស៊ូវដែលបង្កើតអ្វីៗទាំងអស់ទាំងនៅឋានសួគ៌ទាំងនៅផែនដីទាំងអ្វីៗដែលមើលឃើញទាំងអ្វីៗដែលមើលមិនឃើញទោះរាជបល្ល័ង្កឬអំណាចជាព្រះម្ចាស់ឬអំណាចគ្រប់គ្រងឬអំណាចណាក៏ដោយអ្វីៗទាំងអស់កើតមកដោយសារព្រះអង្គនិងសម្រាប់ព្រះអង្គបទគម្ពីរនេះនិយាយអំពីព្រះម្ចាស់យេស៊ូវគ្រីស្ទដែលចូលរួមក្នុងការបង្កើតពិភពលោកផងដែរព្រះវរបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទាំង3ធ្វើការរួមគ្នាក្នុងការបង្កើតផ្ទៃមេឃនិងផែនដីព្រះគម្ពីរបាននិយាយជាពិសេសអំពីព្រះបុត្រានៅភីលីបជំពូក2ខ5ដល់ខ8ត្រូវតែមានគំនិតដូចជាព្រះគ្រីស្ទយេស៊ូវវិញទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយតែមិនបានរាប់ឋានៈដែលស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយប៉ុន្តែព្រះអង្គបានលះបង់អង្គទ្រង់មកយកសភាពជាអ្នកបម្រើវិញព្រមទាំងប្រសូតមកមានសភាពជាមនុស្សផងដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ
នោះក៏បន្ទាបអង្គទ្រង់ទាំងចុះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈគឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផងព្រះបុត្រានៃព្រះដ៏មានព្រះជន្មរស់នាមទ្រង់គឺយេស៊ូវគ្រីស្ទយាងមកក្នុងលោកនេះជាង 2000 ឆ្នាំកន្លងហើយក្នុងសភាពជាមនុស្សហើយទ្រង់បង្ហាញអង្គទ្រង់ពីព្រះជាម្ចាស់ព្រះអង្គបង្ហាញពីរបៀបដែលមនុស្សអាចដើរជាមួយព្រះទ្រង់តំណាងឲ្យព្រះវរបិតាលើផែនដីទ្រង់ពេញដោយព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះព្រះយេស៊ូវគ្រីស្ទក៏ជាព្រះតែក្នុងសភាពជាមនុស្សព្រះគឺព្រះវរបិតាព្រះជាព្រះបុត្រាហើយបន្ទាប់មកទៀតគឺព្រះជាព្រះវិញ្ញាណបរិសុទ្ធព្រះយេស៊ូវគ្រីស្ទយាងទៅឯឈើឆ្កាងទ្រង់សុគតដើម្បីបង់ថ្លៃបាបយើងដកយកបណ្ដាសាយើងប្រោះជំងឺរុគាយើងដោះយើងឲ្យរួចពីសាតាំងនិងអំណាចស្ដីងងឹតហើយនៅថ្ងៃទី3ទ្រង់បានរស់ពីសុគតឡើងវិញហើយឥឡូវនេះព្រះយេស៊ូវគ្រីស្ទគង់នៅខាងស្ដាំព្រះហស្ថនៃព្រះបិតានៅឋានសួគ៌ផ្នែកទី3នៃព្រះអង្គទី3នៃព្រះត្រីឯកក្នុងចំណោមអង្គ3គឺព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធគង់នៅលើផែនដីឥឡូវនេះទ្រង់គង់ក្នុងជីវិតយើងទ្រង់គង់ជាមួយមនុស្សហើយទ្រង់គង់ក្នុងចំណោមអ្នកជឿដូច្នេះព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះដែរព្រះអម្ចាស់យេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់មានបន្ទូលអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងគម្ពីរយ៉ូហានជំពូក3ខ8ទ្រង់ហៅព្រះវិញ្ញាណបរិសុទ្ធថាជាខ្យល់ខ្យល់ចង់បក់ទៅណាក៏បានហើយអ្នកឮសូរស័ព្ទរបស់វាតែមិនដឹងថាមកពីណាឬទៅណាទេអស់អ្នកដែលកើតពីព្រះវិញ្ញាណក៏ដូច្នោះដែរដែលមានន័យថាព្រះវិញ្ញាណសរសេរជាអក្សរធំលោកអ្នកអាចឃើញថាព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះទ្រង់គង់នៅក្នុងពិភពលោកដើម្បីរំលឹកឲ្យមនុស្សស្គាល់អំពើបាបបង្ហាញផ្លូវនាំផ្លូវជួយដល់ប្រជារាស្ត្រទ្រង់ហើយក៏ជួយយើងប្រទានប្រេងតាំងយើងដើម្បីបម្រើព្រះវរបិតាឋានសួគ៌គ្មានអ្នកណាអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធទេប៉ុន្តែយើងអាចដឹងបានយើងអាចដឹងពីវត្តមានរបស់ទ្រង់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានហៅថាជាខ្យល់នៅក្នុងគម្ពីរយ៉ូហានហើយទ្រង់ក៏ត្រូវបានហៅថាជាភ្លើងហើយក៏យាងមកសន្ធិដ្ឋលើព្រះយេស៊ូវដូចជាសត្វព្រាបនៅឯទន្លេយ៉ូដានអង្គបង្ហាញអង្គទ្រង់នៅក្នុងសន្តានខុសៗគ្នាដើម្បីបង្ហាញថាទ្រង់មានពន្ធកិច្ចខុសៗគ្នាជាច្រើនភ្លើងគឺនិយាយពីរឿងសម្អាតនិយាយពីរឿងបន្សុទ្ធទ្រង់យាងមកជាខ្យល់ដើម្បីនាំដើម្បីប្រទានចេស្តាទ្រង់ជាព្រះវិញ្ញាណនៃព្រះដែលបន្ទាបអង្គទ្រង់ហើយស្រឡាញ់ចឹងយើងឃើញព្រះវរបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធព្រះវរបិតាគង់លើបល្ល័ង្កនៅឋានសួគ៌ទ្រង់ជាអ្នកកំណត់អនាគតសម្រាប់លោកអ្នកទ្រង់ជាអ្នកដែលប្រទានសេចក្តីបង្គាប់ពីការដែលត្រូវធ្វើហើយព្រះបុត្រាគឺជាផ្លូវសម្រាប់យើងដើម្បីវិលត្រឡប់ទៅរកទំនាក់ទំនងជាមួយព្រះវរបិតាការសុគតការរស់ឡើងវិញរបស់ទ្រង់យ៉ាញ់បូជារបស់ទ្រង់បើកទ្វារសម្រាប់យើងឲ្យមានទំនាក់ទំនងផ្ទាល់ជាមួយព្រះវរបិតាឋានសួគ៌ដែលជាព្រះអធិការរបស់យើងព្រះវិញ្ញាណបរិសុទ្ធត្រូវបានព្រះម្ចាស់យេស៊ូវគ្រីស្ទទ្រង់ចាត់ឲ្យមកគង់នៅជាមួយយើងដើម្បីជួយយើងក្នុងការរស់នៅរាល់ថ្ងៃជាមួយព្រះទ្រង់ជាព្រះដែលធ្វើការដោយផ្ទាល់ជាមួយយើងនៅក្នុងជីវិតរស់នៅរាល់ថ្ងៃ24ម៉ោងព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យយើងមានចេស្តាជួយយើងកំសាន្តចិត្តយើងនាំយើងទ្រង់ធ្វើការជាមួយយើងនៅលើផែនដីនេះតែពេលដែលយើងនិយាយទៅព្រះយើងនិយាយទៅកាន់ព្រះវរបិតាឋានសួគ៌ព្រោះទ្រង់ជាអ្នកដែលធ្វើការសម្រេចចិត្តពីអ្វីដែលនឹងកើតឡើងទ្រង់ជាអ្នកដែលប្រទានពរមកយើងទ្រង់ជាអ្នកមានបន្ទូលចុងក្រោយហើយយើងនិយាយទៅកាន់ព្រះវរបិតាតាមរយៈព្រះយេស៊ូវគ្រីស្ទក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហ
ហើយពេលព្រះបិតាចង់ធ្វើអ្វីមួយទ្រង់នឹងធ្វើការតាមរយៈព្រះវិញ្ញាណទ្រង់គឺព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងជីវិតយើងអញ្ចឹងយើងឃើញនៅទីនេះគឺព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទោះបីអង្គទាំង3ជាព្រះស្មើគ្នាខាងចេស្តាស្មើគ្នាខាងភាពជាក់លាក់តែទាំងអស់មានតួនាទីដោយឡែកហើយមានទំនាក់ទំនងមកយើងតាមរបៀបផ្សេងគ្នាក្រោយពេលដែលយើងបានស្គាល់ព្រះយើងត្រូវតែខំឲ្យស្គាល់ទ្រង់ហើយឲ្យយើងមានទំនាក់ទំនងជាមួយទ្រង់ក្រោយពេលដែលយើងបានទទួលព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតយើងហើយបានត្រឡប់ជាគ្រីស្ទបរិស័ទដែលកើតជាថ្មីព្រះគម្ពីរបានចែងថាយើងបានក្លាយជាកូនគឺជាកូនប្រុសកូនស្រីរបស់ព្រះនៅយ៉ូហានជំពូក1ខ12ប៉ុន្តែអស់អ្នកដែលទទួលព្រះអង្គគឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះគឺជាអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ក្នុងព្រះនាមព្រះយេស៊ូវក្រោយពេលដែលយើងបានត្រឡប់ជាគ្រីស្ទបរិស័ទដែលកើតជាថ្មីយើងបានទទួលការអត់ទោសឲ្យរួចពីអំពើបាបយើងជឿថាព្រះយេស៊ូវគឺជាព្រះមេស៊ីប្រមាថសុគតសម្រាប់យើងព្រះអង្គបង់ថ្លៃសម្រាប់យើងព្រះអង្គអត់ទោសយើងព្រះអង្គត្រឡប់ជាព្រះម្ចាស់និងជាព្រះសង្គ្រោះរបស់យើងយាងព្រះអង្គចូលមកក្នុងជីវិតយើងមានតួនាទីមួយថ្មីយើងមានទំនាក់ទំនងមួយថ្មីនោះហើយដែលយើងបានត្រឡប់ជាកូនប្រុសកូនស្រីរបស់ព្រះហើយព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីត្រឡប់ជាព្រះបិតាឋានសួគ៌របស់យើងនៅក្នុងទំនាក់ទំនងនេះកូនហើយនិងឪពុកគឺមានការទទួលខុសត្រូវព្រះជាព្រះបិតាបំពេញការទទួលខុសត្រូវរបស់ទ្រង់មិនដែលខកអ្វីមួយឡើយទ្រង់គ្រប់លក្ខហើយទ្រង់ធ្វើអ្វីដែលត្រូវធ្វើដើម្បីជួយយើងដែលជាកូនប្រុសកូនស្រីរបស់ព្រះការទទួលខុសត្រូវរបស់ទ្រង់គឺបង្រៀនយើងគ្រប់គ្រងយើងបង្ហាញផ្លូវយើងបង្ហាត់យើងអាងយើងឡើងលើកទឹកចិត្តយើងប្រទានអំណាចដល់យើងប្រទានព្រះគុណព្រះពរប្រទានការដឹកនាំមនុស្សមកជួយយើងទ្រង់ក្រវ៉ាត់យើងបង្ហាត់យើងជួយយើងដើម្បីឲ្យយកឈ្នះបញ្ហាក្នុងជីវិតយើងទ្រង់ប្រទានឲ្យយើងមានជ័យជំនះទាំងអស់នេះបានប្រទានមកយើងតាមរយៈព្រះយេស៊ូវគ្រីស្ទដែលបានបង់ថ្លៃសម្រាប់យើងតែយើងក៏មានការទទួលខុសត្រូវផងដែរការទទួលខុសត្រូវរបស់យើងក្នុងនាមជាកូនប្រុសកូនស្រីរបស់ព្រះគឺខំឲ្យស្គាល់ទ្រង់សង់ទំនាក់ទំនងជាមួយទ្រង់ស្គាល់សេចក្តីពិតដែលព្រះអង្គចង់ឲ្យយើងស្គាល់ក្នុងព្រះគម្ពីរស្ដាប់បង្គាប់ទ្រង់ទុកចិត្តទ្រង់ដើរជាមួយទ្រង់រាល់ថ្ងៃសង់ទំនាក់ទំនងជាមួយទ្រង់បម្រើទ្រង់ហើយដើរតាមទ្រង់អស់មួយជីវិតរបស់យើងហើយពេលយើងធ្វើការដូច្នេះទំនាក់ទំនងរបស់យើងក្នុងនាមជាកូនព្រះនឹងធ្វើចំណែកទ្រង់ឲ្យពរយើងថែរក្សាយើងនៅម៉ាថាយជំពូក7ខ11ព្រះម្ចាស់យេស៊ូវមានបន្ទូលអំពីសិទ្ធិរបស់យើងក្នុងនាមជាកូនប្រុសកូនស្រីឲ្យសូមព្រះទុកចិត្តដល់ព្រះហើយព្រះអង្គនឹងថែរក្សាយើងព្រះបិតាយើងគឺជាព្រះបិតាដ៏ល្អព្រះអង្គគ្មានសេចក្តីអាក្រក់ណានៅក្នុងទ្រង់គ្មានសេចក្តីងងឹតណានៅក្នុងទ្រង់ទាល់តែសោះព្រះអង្គស្រឡាញ់យើងណាស់ក្នុងនាមជាកូនទ្រង់ម៉ាថាយ 7:11 ចែងថាដូច្នេះបើអ្នករាល់គ្នាជាមនុស្សអាក្រក់ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយចុះចំណងបើព្រះបិតារបស់អ្នកដែលគង់នៅឋានសួគ៌ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូមលើសជាងអំបិលម៉ានទៅទៀតលោកអ្នកឃើញហើយថាយើងអាចចូលទៅឯព្រះបិតាយើងអាចសូមជំនួយពីទ្រង់យើងអាចសូមឲ្យទ្រង់ជួយសូមប្រាជ្ញាកម្លាំងប្រជាស្ដាជាជំនះការប្រោសឲ្យជាការផ្គត់ផ្គង់ការបង្ហាញផ្លូវសូមការអត់ទោសពីទ្រង់អ្វីក៏ដោយលោកអ្នកអាចសូមទ្រង់បានឲ្យតែការនោះជាការល្អមិនមែនជាការអាក្រក់ហើយព្រះអង្គសពតិនឹងជួយយើងព្រះអង្គជាប៉ារបស់យើងព្រះអង្គជាលោកឪពុករបស់យើងព្រះអង្គជាអាបាបិតារបស់យើងព្រះអង្គស្រឡាញ់យើងណាស់ព្រះអង្គមិនបានទាំងសំចៃព្រះបុត្រាទ្រង់ផ
ផងព្រះអង្គឲ្យព្រះយេស៊ូវជាព្រះបិតារបស់ទ្រង់ដើម្បីសគត់ជួយយើងអញ្ចឹងហើយបានជាព្រះអង្គមិនបង្ខំអ្វីដែលល្អសម្រាប់យើងឡើយព្រះអង្គចង់ប្រទានរបស់ល្អមកយើងព្រះអង្គយកផាតីទុកដាក់ហើយផ្គត់ផ្គង់ដល់យើងទាំងអស់គ្នាដោយរបស់ដ៏ល្អនៅម៉ាថាយជំពូក6ខ32និងខ33ព្រះគម្ពីរនិយាយចេះត្បិតសាសដតីទេដែលខំស្វះស្វែងរកតែរបស់អស់ទាំងនោះហើយព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅឋានសួគ៌ទ្រង់ជ្រាបហើយថាអ្នករាល់គ្នាត្រូវការរបស់អស់ទាំងនោះដែរប៉ុន្តែជាស្វែងរកព្រះរាជរបស់ព្រះនិងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិននោះទើបគ្រប់របស់អស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផងព្រះអង្គចង់ថែរក្សាយើងហើយព្រះអង្គនឹងថែរក្សាយើងនិងផ្គត់ផ្គង់យើងគ្រប់ការទាំងអស់ដែលយើងត្រូវការនោះជាការទទួលខុសត្រូវរបស់ទ្រង់តែការទទួលខុសត្រូវរបស់យើងគឺស្វែងរកទ្រង់ជាមុនថ្វាយបង្គំទ្រង់បម្រើទ្រង់ខំឲ្យស្គាល់ទ្រង់ស្ដាប់បង្គាប់ប្រែចិត្តពីបាបសិក្សាព្រះគម្ពីរស្មោះត្រង់ចំពោះទ្រង់ហើយព្រះអង្គនឹងយកផាតីទុកដាក់ដល់សេចក្តីត្រូវការរបស់យើងគ្រប់ទាំងអស់គឺអ្វីៗដែលលោកអ្នកនិងខ្ញុំត្រូវការព្រះអង្គនឹងប្រទានមកយើងក្រោយពីយើងបានត្រឡប់ជាកូនរបស់ព្រះយើងត្រឡប់ជាអ្នកគ្រងមរតករបស់ព្រះយើងមានសិទ្ធិនឹងទទួលមរតកព្រះគម្ពីរនិយាយថាយើងជាអ្នកគ្រងមរតករបស់ព្រះនៅក្នុងគម្ពីររ៉ូមជំពូក8ខ15ដល់ខ17ពេលយើងស្រែកឡើងថាអាប់បាព្រះវរបិតាគឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធូបបន្ទាល់ជាមួយវិញ្ញាណយើងថាយើងជាកូនរបស់ព្រះហើយប្រសិនបើយើងពិតជាកូនមែននោះយើងជាអ្នកគ្រងមរតកគឺជាអ្នកគ្រងមរតករបស់ព្រះរួមជាមួយព្រះគ្រីស្ទនៅរ៉ូមជំពូក8ខ32ព្រះអង្គដែលមិនបានសំចៃទុកព្រះបុត្រាព្រះអង្គផ្ទាល់គឺបានលះបង់ព្រះបុត្រាសម្រាប់យើងរាល់គ្នាតើទ្រង់នឹងមិនប្រទានអ្វីៗទាំងអស់មកយើងរួមជាមួយព្រះបុត្រាព្រះអង្គដែរទេឬគ្រប់ទាំងអ្វីៗដែលត្រូវការគ្រប់អ្វីៗដែលចាំបាច់ទ្រង់អាចប្រទានមកយើងបានលោកអ្នកអាចឃើញហើយថាយើងជាអ្នកគ្រងមរតកគឺជាអ្នកគ្រងមរតករួមជាមួយព្រះគ្រីស្ទខ្ញុំមានកូន3នាក់ថានីដាចយហើយនិងប៉ូលហើយខ្ញុំធ្វើលិខិតបណ្ដាំក្រោយដែលខ្ញុំស្លាប់ទៅប្រពន្ធរបស់ខ្ញុំស្លាប់ទៅ1/3នៃមរតករបស់ខ្ញុំគឺនឹងប្រគល់ទៅឲ្យកូនម្នាក់ថានីដាចយនិងប៉ូលខ្ញុំនិយាយអំពីមរតកជាទ្រព្យសម្បត្តិពីខ្ញុំមានផ្ទះលុយសន្សំអ្វីៗទាំងអស់នឹងធ្លាក់ទៅលើគេ1/3ពីអ្វីដែលខ្ញុំមានក្នុងជីវិតពួកគេជាអ្នកគ្រងមរតកនៃគ្រួសារវ៉ារុនឡាអូប្រេសិតឥឡូវយើងមានព្រះវរបិតានៅឋានសួគ៌ដែលជាព្រះវរបិតារបស់យើងទ្រង់ជាឪពុកឋានសួគ៌របស់យើងស្គាល់ទ្រង់តាមរយៈព្រះយេស៊ូវគ្រីស្ទយើងត្រឡប់ជាកូនរបស់ព្រះហើយយើងក៏មានសិទ្ធិក្នុងនាមជាអ្នកគ្រងមរតកនៃគ្រួសារព្រះក្នុងការទទួលមរតកព្រះបានរៀបចំគ្រប់ទាំងការល្អសម្រាប់យើងសម្រាប់មរតករបស់យើងមរតកនៅលើផែនដីដែលយើងត្រូវការនិងមរតកនៅឋានសួគ៌មរតកចុងក្រោយគឺនៅឋានសួគ៌ពេលដែលយើងទៅឋានសួគ៌ក្រោយពីយើងបញ្ចប់បេសកកម្មរបស់យើងនៅលើផែនដីនេះនៅលើផែនដីយើងអាចទទួលមរតករបស់យើងការអត់ទោសពីបាបព្រះគុណរបស់ព្រះការប្រកបដោយគុណរបស់ព្រះការផ្គត់ផ្គង់របស់ព្រះកម្លាំងពីព្រះប្រវត្តិមានរបស់ព្រះព្រះវិញ្ញាណបរិសុទ្ធប្រេងតាំងពន្ធកិច្ចប្រាជ្ញាការនាំផ្លូវគ្រប់របស់ល្អនៅលើផែនដីយើងមានសិទ្ធិនឹងទទួលពីព្រះវរបិតាតាមរយៈព្រះយេស៊ូវគ្រីស្ទសេចក្តីសុចរិតភាពបរិសុទ្ធពន្ធកិច្ចអំណោយទានរបស់ល្អគ្រប់ប្រភេទដែលព្រះគម្ពីរនិយាយគឺការការពាររបស់ព្រះការបង្ហាញផ្លូវសេចក្តីពិតគ្រប់ការទាំងអស់នេះយើងអាចទទួលបាន
ព្រះគម្ពីរនិយាយពីការនេះនៅក្នុងគម្ពីរអេផេសូជំពូក1ខ13ដល់ខ19នៅក្នុងព្រះអង្គអ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិតជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នាហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គបានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធតាមសេចក្តីសន្យាគឺព្រះវិញ្ញាណនេះហើយជាទីបញ្ចាំចិត្តសម្រាប់មរតករបស់យើងនិយាយពីមរតករហូតទាល់តែយើងបានរបស់នោះពេញលេញជាកម្មសិទ្ធិសម្រាប់ជាការសរសើរដល់សេរីល្អរបស់ព្រះអង្គដោយហេតុនេះកាលខ្ញុំបានឮពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះម្ចាស់យេស៊ូវនិងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាដល់ពួកបរិសុទ្ធទាំងអស់នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិដ្ឋានរបស់ខ្ញុំសូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់នៃយើងជាព្រះបិតាដ៏មានសេរីល្អប្រទានព្រះវិញ្ញាណដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញានិងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គលោកអ្នកអាចឃើញព្រះបិតាព្រះបុត្រានិងព្រះញាណបរិសុទ្ធហើយនៅទីនេះឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើងដើម្បីឲ្យបានដឹងថាសេចក្តីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណាហើយថាសម្បត្តិជាមរតកដ៏មានសេរីល្អរបស់ព្រះអង្គក្នុងចំណោមអ្នកបរិសុទ្ធជាយ៉ាងណាហើយថាព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គដល់យើងដែលជឿជាយ៉ាងណាដែរស្របតាមកម្លាំងនៃព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអង្គនេះនេះជាអត្ថបទដ៏មានព្រះចេស្តាបំផុតសាវកប៉ូលបានចែងថាក្រោយពីយើងបានឮដំណឹងល្អព្រះបន្ទូលព្រះយើងយាងព្រះយេស៊ូវមកក្នុងជីវិតយើងហើយយើងត្រឡប់ជាកូនព្រះយើងត្រឡប់ជាអ្នកគ្រងមរតកយើងមានសិទ្ធិនឹងទទួលមរតកនៅលើផែនដីនិងនៅឋានសួគ៌ហើយពេលយើងទទួលមរតកយើងអាចរស់នៅជាជីវិតដែលលើកដំកើងទ្រង់យើងត្រឡប់ជាអំបិលនិងជាពន្លឺនៅក្នុងលោកនេះយើងត្រឡប់ជានៅខាងលើមិនមែននៅខាងក្រោមយើងមានពរយើងមិនរងបណ្ដាសាជីវិតយើងមានជោគជ័យយើងមានពរពីព្រះហើយទ្រង់ដាក់ព្រះវិញ្ញាណទ្រង់នៅក្នុងយើងថាជារបស់បញ្ចាំពេលលោកអ្នកទិញផ្ទះលោកអ្នកត្រូវប្រាប់អ្នកលក់ថាខ្ញុំកក់ 10% ហើយឲ្យប្រកាសថាពេលដែលខ្ញុំដកលុយចេញពីធនាគារខ្ញុំប្រកាសជាទិញខ្ញុំនឹងមានលុយជាប្រកាសហើយលុយកក់នេះជាការធានាថាការនេះនឹងកើតឡើងគឺខ្ញុំប្រកាសជាទិញផ្ទះនេះព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតយើងជាការកក់ទុកជាការធានាថាថ្ងៃមួយយើងនឹងទៅឋានសួគ៌នេះចំណុចទី1ទី2គឺយើងបានទិញដោយសារព្រះលិខិតរបស់ព្រះយេស៊ូវគ្រីស្ទហើយព្រះនឹងយកយើងទៅឋានសួគ៌ជាការធានាថាយើងនឹងបានទៅឋានសួគ៌មិនតែប៉ុណ្្នឹងទេគឺជាការធានាថាយើងនឹងមានមរតកនៅឋានសួគ៌ជាមរតកនៅអស់កលជានិច្ចនៅឋានសួគ៌ការមួយទៀតទ្រង់គង់ក្នុងជីវិតយើងគឺជាព្រះវិញ្ញាណបរិសុទ្ធដើម្បីប្រទានមកហើយសម្ដែងអង្គទ្រង់ហើយប្រទានមរតកមកយើងនៅលើផែនដីនេះខ្ញុំដឹងថាព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំឲ្យធ្វើជាគ្រូគង្វាលព្រះអង្គប្រទានឲ្យខ្ញុំមានប្រាជ្ញាដើម្បីថែរក្សាអ្នកជំងឺរបស់ខ្ញុំដោយព្រះគុណទ្រង់ជួយខ្ញុំឲ្យធ្វើជាគ្រូពេទ្យវះកាត់ដ៏ជោគជ័យទ្រង់ជួយខ្ញុំក្នុងការធ្វើដំណើរក្នុងការធ្វើការសម្រេចចិត្តទានប្រេងតាំងខ្ញុំឲ្យមានពាក្យប្រកបដោយប្រាជ្ញាដើម្បីដោះស្រាយបញ្ហាក្នុងជីវិតខ្ញុំមិត្តភ័ក្តិក្រុមគ្រួសារព្រះអង្គប្រទានមរតកនៅលើផែនដីឥឡូវនេះដើម្បីរស់នៅជាជីវិតដែលមានជ័យជំនះមិនត្រឹមតែប៉ុណ្្នឹងទេពោលបញ្ជាក់ថាដោយព្រោះអ្នកស្រឡាញ់ព្រះស្រឡាញ់មនុស្សព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធមកយើងជាព្រះវិញ្ញាណដែលប្រកបដោយប្រាជ្ញាព្រះវិញ្ញាណនៃសេចក្តីចេះដឹងដើម្បីឲ្យភ្នែកខាងវិញ្ញាណរបស់យើងបានបើកឡើងហើយយើងនឹងស្គាល់ព្រះរបស់យើងដើម្បីនឹងទទួលមរតកលោកអ្នកត្រូវស្គាល់ព្រះរបស់លោកអ្នកថាទ្រង់ជានរណាព្រះអង្គមានអីសម្រាប់យើងតើព្រះយេស៊ូវបានផ្គត់ផ្គង់អ្វីដល់យើងដោយការសគត់ដោយយ៉ាញ់បូជារបស់ទ្រង់ដោយលិខិតទ្រង់
ដែលយើងកាន់តែស្គាល់ព្រះនោះយើងកាន់តែងាយក្នុងការចូលទៅទទួលមរតកនិងព្រះពរនៅលើផែនដីនេះហើយដែលយើងកាន់តែស្គាល់ព្រះនិងព្រះបន្ទូលទ្រង់ស្គាល់សេចក្តីពិតនោះព្រះវិញ្ញាណបរិសុទ្ធនឹងបើកភ្នែកយើងឲ្យមើលឃើញហើយយល់ជឿហើយយើងក៏កាន់តែមានជំនឿឡើងដើម្បីចូលទៅក្នុងព្រះពររបស់ព្រះហើយយើងអាចយល់ពីព្រះចេស្តារបស់ព្រះដែលកំពុងតែធ្វើការដោយសារកម្លាំងដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងយើងខ្ញុំសូមប្រាប់លោកអ្នកថា38-39ឆ្នាំបានកន្លងផុតទៅហើយខ្ញុំបានដើរជាមួយព្រះខ្ញុំពិតជាមានពិសោធន៍នៅអ្វីដែលប៉ូលបានថ្លែងនៅក្នុងគម្ពីរអេពីសូនៅជំពូក1ខ13ដល់ខ19នេះខ្ញុំអាចដឹងពីវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនៅលើខ្ញុំនិងនៅក្នុងខ្ញុំអាចដឹងថាភ្នែកខាងវិញ្ញាណរបស់ខ្ញុំកាន់តែបើកចំហមានការយល់ដឹងនៅអ្វីដែលព្រះមានសម្រាប់ខ្ញុំនិងសម្រាប់ពួកកូនព្រះអង្គដើម្បីឲ្យខ្ញុំអាចបង្រៀនសេចក្តីពិតអាចមានពិសោធន៍នៅឫទ្ធានុភាពនិងប្រជាស្ដារដ៏អស្ចារ្យរបស់ទ្រង់ខ្ញុំអាចពិសោធន៍ថាព្រះបង្ហាញខ្ញុំកាន់តែច្រើនឡើងអំពីមរតកទ្រង់សម្រាប់ជីវិតខ្ញុំនិងសម្រាប់ពួកអ្នកជឿហើយខ្ញុំក៏កាន់តែមានជំនឿក្នុងការចូលទៅនេះជាការអស្ចារ្យណាស់ដែលស្គាល់ព្រះនិងការដើរជាមួយព្រះខ្ញុំនឹងវិលមកវិញនៅក្នុងមេរៀនក្រោយដែលនិយាយអំពីការស្គាល់ព្រះរបស់លោកអ្នកជាសេចក្តីបញ្ចប់នៅក្នុងមេរៀននេះទី1ក្រោយពីយើងបានត្រឡប់ជាគ្រីស្ទបរិស័ទយើងត្រូវស្គាល់ព្រះរបស់យើងហើយថាព្រះរបស់យើងជាព្រះតែមួយមានអង្គ3នៅក្នុងព្រះត្រីឯកមួយព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធហើយយើងត្រូវយល់ថាយើងជាអ្នកគ្រងមរតករបស់ព្រះព្រះបិតាបានចាត់ព្រះវិញ្ញាណបរិសុទ្ធមកគង់ក្នុងជីវិតយើងតាមរយៈព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យព្រះអង្គអាចជួយយើងឲ្យស្គាល់មរតករបស់យើងហើយយើងដឹងថាយើងអាចសូមព្រះទ្រង់ជាឪពុករបស់យើងព្រះអង្គស្រឡាញ់យើងជាខ្លាំងហើយព្រះអង្គនឹងធ្វើចំណែកនឹងការទទួលខុសត្រូវរបស់ទ្រង់ហើយយើងត្រូវធ្វើចំណែករបស់យើងជាការទទួលខុសត្រូវរបស់យើងផងដែរខ្ញុំនឹងវិលមកជួបលោកអ្នកវិញនៅពេលក្រោយដើម្បីនិយាយថែមទៀតអំពីការស្គាល់ព្រះរបស់លោកអ្នកមុនពេលចប់មេរៀននេះខ្ញុំចង់សួរសំណួរមួយដល់លោកអ្នកហើយលោកអ្នកអាចសរសេរនៅចម្លើយដល់ខ្លួនឯងបើព្រះទ្រង់ជាព្រះបិតាឋានសួគ៌របស់លោកអ្នកតើលោកអ្នកគិតថាលោកអ្នកត្រូវទទួលបានអ្វីពីទ្រង់តើលោកអ្នកគិតថាទ្រង់មានអ្វីសម្រាប់លោកអ្នកទ្រង់អាចផ្គត់ផ្គង់ដល់អ្នកនៅអ្វីដែលលោកអ្នកសូមពីទ្រង់តើលោកអ្នកនឹងស្គាល់ទ្រង់តាមរបៀបណាហើយដើរជាមួយទ្រង់ដោយរបៀបណាខ្ញុំចង់លើកទឹកចិត្តលោកអ្នកឲ្យសង់ចំណេះដឹងនោះនិងទំនាក់ទំនងជាមួយព្រះឲ្យកាន់តែខ្លាំងឡើងរាល់ថ្ងៃអរគុណច្រើនហើយខ្ញុំសង្ឃឹមថាលោកអ្នកនឹងសរសេរចម្លើយហើយខ្ញុំនឹងជួបលោកអ្នកនៅភាគ2នៅក្នុងមេរៀននេះក្នុងការស្គាល់ព្រះរបស់លោកអ្នកសូមព្រះប្រទានពរសូមព្រះធ្វើឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺលើលោកអ្នកហើយប្រទានសេចក្តីសុខសាន្តដល់លោកអ្នកព្រះគុណសូមព្រះអង្គងើបព្រះភ័ក្ត្រទតមកចំលោកអ្នកហើយប្រទានពរលោកអ្នកដល់កូនចៅលោកអ្នករាប់ពាន់ដំណរគេនឹងមានពរហើយគេនឹងបម្រើទ្រង់ក្នុងព្រះនាមព្រះយេស៊ូវជានាមដ៏អស្ចារ្យគឺព្រះយេស៊ូវគ្រីស្ទអាមែនព្រះម្ចាស់សពប្រតិណាស់ដែលលោកអ្នកស្រេកឃ្លានការរបស់ព្រះហើយស្ដាប់សេចក្តីបង្រៀននេះរហូតដល់ចប់ហើយខ្ញុំជឿថាលោកអ្នកជាអ្នកធ្វើតាមព្រះបន្ទូលព្រះខ្ញុំនឹងអានសេចក្តីសន្យារបស់ព្រះនៅក្នុងគម្ពីរសុភាសិតជំពូក10ខ27និង29សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះចម្រើនថ្ងៃអាយុហើយផ្លូវព្រះយេហូវ៉ាជាបន្ទាយដល់មនុស្សទៀងត្រង់ដូច្នេះហើយខ្ញុំជឿថាលោកអ្នកជាមនុស្សដែលកោតខ្លាចព្រះលោកអ្នកស្វែងរកព្រះហើយចង់ធ្វើការរបស់ព្រះទ្រង់នឹងប្រទានពរលោកអ្នកហើយប្រទានឲ្យលោកអ្នកមានអាយុវែងទ្រង់អាចប្រោសលោកអ្នកឲ្យជាការពារលោកអ្នកពីគ្រោះថ្នាក់និងពីទុក្ខទោសនៅក្នុងលោកីនេះសូមព្រះអង្គទ្រង់គង់ជាមួយហើយយាងជាមួយលោកអ្នកគ្រប់ទីកន្លែងដែលលោកអ្នកចេញទៅអរគុណណាស់សូមព្រះប្រទានពរ